ជំរាបសួរលោកស្រីទូទៅនៃកិច្ចជនជាទីគោរពខ្ញុំបាទជាសំណាងមានសេចក្តីសោមនស្សរីករាយនិងបង្ហាញជូននៅកម្មវិធីពិភាក្សាលើទស្សនៈរបស់យុវវ័យពាក់ព័ន្ធនឹងបញ្ហាសុខភាពបន្តពូជដែលប្រធានបទនាពេលនេះគឺផ្ដោតទៅលើជំនាញចរចាជាមួយនឹងដៃគូជាពិសេសនៅពេលដែលលោកអ្នកយល់ថាស្ថានភាពរបស់ខ្លួនពុំទាន់មានលក្ខណៈគ្រប់គ្រាន់ដើម្បីមានទំនាក់ទំនងផ្លូវភេទទេនោះកម្មវិធីពិភាក្សានេះគឺមានគោលដៅលើកកម្ពស់សុខភាពដល់ប្រជាពលរដ្ឋទូទៅជាពិសេសយុវវ័យដែលតាក់ទងជាមួយនឹងបញ្ហាសុខភាពផ្លូវភេទក៏ដូចជាសុខភាពបន្តពូជជាកិច្ចសហការរវាងស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ជាមួយនឹងមូលនិធិអង្គការសហប្រជាជាតិដើម្បីប្រជាជនខ្ញុំសង្ឃឹមថាអស់លោកស្រីនឹងទទួលបាននៅចំណេះដឹងបន្ថែមបន្ទាប់ពីទស្សនាជាមួយនឹងកម្មវិធីនេះក្រុមការងាររបស់យើងខ្ញុំបានជួបជាមួយនឹងបងប្អូនយុវវ័យមួយចំនួននៅក្នុងខេត្តរតនគិរីនិងនៅក្នុងក្រុងភ្នំពេញដើម្បីស្វែងយល់និងយល់បន្ថែមថាតើទស្សនៈរបស់ពួកគាត់និងវិធីសាស្ត្រនិងការប្រព្រឹត្តបែបណាដើម្បីឲ្យមានជំនាញចរចាប្រកបដោយប្រសិទ្ធភាពដើម្បីឲ្យការចរចារបស់គាត់មានប្រសិទ្ធភាពបាទខេត្តរតនគិរីគឺជាខេត្តមួយនៅក្នុងភូមិភាគឦសាននៃប្រជាណាចក្រកម្ពុជាដែលមានចំនួនប្រជាជន 150,000 នាក់ក្នុងនោះមានយុវវ័យជាង 60% ហើយជាខេត្តមួយដែលមានចំនួនប្រជាជនជនជាតិដើមភាគតិចរស់នៅច្រើនជាងគេទាក់ទិននឹងទស្សនៈរបស់យុវវ័យឪពុកម្ដាយអាណាព្យាបាលនិងប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរីជុំវិញការប្រើប្រាស់ជំនាញចរចាជាមួយនឹងដៃគូបែបណាហើយដើម្បីឲ្យខ្លួនគាត់មានសុវត្ថិភាពមានតែអស់លោកស្រីទស្សនាជាមួយនឹងខ្ញុំក៏ដូចជាក្រុមការងារនឹងបង្ហាញនៅការបញ្ចេញយោបល់ទស្សនៈរបស់បងប្អូនយុវវ័យដូចតទៅបាទគឺថាបើមានការប្រកាសខំអញ្ចឹងយើងក៏អាចនិយាយមកទៀតថាយើងធំគឺថាធំអស់ហើយអញ្ចឹងហើយធ្វើអញ្ចឹងវាអត់សមអញ្ចឹងពួកអីបើយើងមានស្នេហាក៏ម្នាក់ក៏ធំហើយរវល់រៀនសូត្រអញ្ចឹងដែរអញ្ចឹងយើងនិយាយថារវល់ការសិក្សានេះនោះអ្នកផ្ទះអត់ឲ្យចេញអញ្ចឹងភាគច្រើនមនុស្សស្រីអាចនិយាយបានហើយបើយើងចង់ទៅណាអញ្ចឹងត្រូវមានគ្នាច្រើនឬដើរលេងទៅណាអញ្ចឹងឲ្យមានជាក្រុមកុំឲ្យនៅតែស្ងាត់តែពីរនាក់អញ្ចឹងខ្ញុំគិតថាឲ្យគាត់នឹងគឺព្យាយាមណែនាំដៃគូគាត់ទីមួយគឺដូចជាបន្លប់ដៃគូគាត់ក្នុងការជជែកកម្សាន្តពីអ្វីផ្សេងខុសពីផ្លូវភេទមួយទៀតយើងអាចដើរលំហែដើម្បីកុំឲ្យឬមួយទៅកន្លែងណាដែលមានបរិយាកាសមានមនុស្សច្រើនកុំឲ្យនៅស្ងាត់តែពីរនាក់ព្រោះវាអាចបណ្ដាលឲ្យយើងមានអារម្មណ៍រួមភេទចានៅពេលដែលធម្មតាយើងដៃគូមួយគ្នាយើងដឹងពីតំណែងតំណងបើកាលណាយើងគិតថាគាត់ព្យាយាមលួងលោមយើងរួមភេទខ្ញុំនឹងព្យាយាមរកវិធីសាស្ត្រណាមិនទៅកន្លែងណាស្ងាត់ទេពីព្រោះកាលណាទៅកន្លែងស្ងាត់ធ្វើឲ្យគាត់នឹងមានអារម្មណ៍តែតាំងពិតបើសិនបើយើងគិតពីគោលដៅហើយនឹងគោលបំណងហើយនឹងគិតពីសិលធម៌របស់យើងខ្លួនឯងវិញយើងត្រូវដឹងថាការដែលយើងសម្រេចចិត្តថាទៅរួមភេទនៅពេលដែលមិនទាន់រៀបការគឺវាជារឿងមួយដែលបំពេញទៅលើប្រពៃណីរបស់យើងហើយនឹងទីមួយទៀតគឺយើងកំពុងតែកុហកខ្លួនឯងកុហកឪពុកម្ដាយខ្លួនឯងដែរតែពេលខ្លះយើងមិនអាចថាយើងទៅយើងមិនអាចយល់ព្រមអញ្ចឹងព្រោះថាយើងមិនអាចទុកចិត្តថាម្នាក់នឹងមានជំងឺមានអីអត់អញ្ចឹងណាបាទនិយាយការពិតទៅជាមួយនឹងជំនាញខាងជាមួយនឹងការចរចារឿងពាក់ព័ន្ធជាមួយនឹងការរួមភេទបាទតាមខ្ញុំគិតថាប្រហែលជាមិនមែនតែត្រឹមតែខ្ញុំទេយុវជនយុវតីខ្មែរភាគច្រើនគឺប្រហែលគ្នាគឺគាត់ថាការចរចាហ្នឹងភាគច្រើនគឺអត់បានទទួលពីឪពុកម្ដាយទេជាឪពុកម្ដាយបងប្អូនហ្នឹងគឺកម្រមានអ្នកដែលមកប្រាប់កូនចៅខ្លួនឯងពីការទំនាក់ទំនងរួមភេទហ្នឹងណាតែភាគច្រើនគឺទទួលបានចំណេះដឹងពីខាងអង្គការឬក៏ខាងទីសុខភាពផ្សេងដែលគាត់នឹងផ្ដល់ការប្រឹក្សាឲ្យពាក់ព័ន្ធនឹងបញ្ហាផ្លូវភេទក៏ជាកាតព្វកិច្ចរបស់ចាស់ទុំនិងឪពុកម្ដាយដែលត្រូវផ្ដល់កំណើតនិងដំបូន្មានល្អៗដល់កូននិងយុវវ័យជំនាន់ក្រោយដែរតំជ្រុកទេអញធ្លាប់ទីដែលមិត្តកំកកាន់អេធ្លាប់តមកនឆៅអាទីតមកនឆៅពូត្រកមិនអាងកាន់កន្លងមកភូមិរបស់យើងខ្ញុំក៏មានករណីធ្លាប់ចាប់បង្ខំនិងចាប់រំលោភខ្លះៗដែរពេលខ្លះមកពីបរោះដែលជាអ្នកចាប់បង្ខំកាន់អេឧបច្ច
អេប្រាក់ក៏គប់អីមិនអាបែអទីអេទីគ្រោះថ្នាក់ដែលអេទីបញ្ហាដែលមិនអាបែអេភៀតអេថាអេប្រាក់ណែចំព្រោះដូចយើងដឹងស្រាប់ហើយថានៅពេលដែលមានឱកាសស្ងាត់នាំឲ្យបរិះខលខូចខ្លះចូលចិត្តធ្វើបាបស្ត្រីដំបងនឹងជាទូទៅស្ត្រីមិនព្រមទេប៉ុន្តែទោះយ៉ាងណាក៏ត្រូវមានគ្រោះថ្នាក់ដោយសារប្រុសមានគ្នាច្រើនហើយវាមានគំនិតត្រូវរើគ្នាបបួលគ្នាចាប់បង្ខំអេទីរកាធីញ៉ាដែលមិនណាអញប្រម៉ៃពូអញប្រពឹពូអញទីកាន់តកូនអីរកៅអីរកខលខូចវាមានទម្លាប់បែបនេះឯងខ្ញុំជាម្ដាយខ្ញុំតែងតែអប់រំកូនចៅថានៅពេលកូនពេញវ័យសូមកូនកុំដើរលេងផ្ដេសផ្ដាសនិងមានមិត្តភ័ក្តិច្រើនព្រោះជួនកាលកូនចាញ់ការលួងលោមគេខ្ញុំបន្ថែមទៀតថានៅពេលកូនពេញវ័យគឺងាយនឹងចាញ់បោកគេណាស់ព្រោះកម្លាំងកូនខ្សោយហើយនៅពេលកូនប្រព្រឹត្តខុសកូនអាចឆ្លងជំងឺកាមរោគឬជំងឺអេដជាដើមឆ្លងផ្អីแล้วก็ជំងឺអេដណាแล้วក៏អីកោគៀមណាមិនណាក៏អនាគតអីឧទាឌីងអូនពីទីកាន់តដែលកូនឆៅតាំងពីកើតពូម៉ែពូเป็นអွៃតំហៃណាកណកូនឲ្យអွៃហាច់លៀងពូទោះយ៉ាងណាពេលកូនប្រព្រឹត្តខុសគឺអនាគតកូនមិនល្អទេដូច្នេះកុំដើរជាមួយមនុស្សអាក្រក់នឹងត្រូវគិតថាម្ដាយឪពុកបារម្ភពីកូនបាច់ក្អាញ់ណយ៉ងក្អាញ់ចំពោះក្រុមមនុស្សមួយចំនួនដែលប្រឈមនឹងបញ្ហាផ្លូវភេទគួរតែស្វែងយល់ឲ្យបានច្រើននិងទង្វើដែលមានគ្រោះថ្នាក់ដល់ខ្លួនព្រមទាំងគួរតែដឹងនៅវិធីសាស្ត្រនានាក្នុងការការពារខ្លួនឯងដែរខ្ញុំនិយាយលំលោមថាបងចេះមួយចេះពីរទៅណាព្រោះថាពេលខ្លះយើងអត់ចង់ទេពេលថាយើងអត់ចង់ទៅអញ្ចឹងយើងត្រូវលើកថាបងខ្ញុំមកស្រួលខ្លួនឬចាំថ្ងៃក្រោយចេះមួយចេះពីរទៅណាព្រោះភាគច្រើនភ្ញៀវមកត្រូវការអញ្ចឹងត្រូវការរួមភេទព្រោះពេលគាត់មកពីក្រៅគាត់ភាគច្រើនគាត់ស្វឹងចាពេលខ្លះគាត់អត់ចង់ប្រើទេភាសាខ្លះវិធីចរចាជាមួយគាត់បានចរចាខ្ញុំថាបងយើងត្រូវការពារទីមួយវាអាចនាំឲ្យយើងឆ្លងជំងឺអេដជំងឺកាមរោគមានផ្ទៃពោះអញ្ចឹងណាគាត់ពេលខ្លះគាត់អាចស្ដាប់យើងពេលខ្លះទៅពេលភ្ញៀវខ្លះគេខ្លាចយើងវិញគេត្រូវប្រើសោជាមួយយើងគេការពារខ្លួនគេខ្លាចឆ្លងជំងឺព្រោះគេមកធ្វើការសម្រាប់អីផ្លែដបកាយអញ្ចឹងឯងចាយើងមើលដឹងថាគាត់កាត់ជំងឺអេដទេព្រោះយើងមិនដឹងថាគាត់ទៅរូបរូបនេះគាត់ស្អាតព្រោះឥឡូវគេថាកុំថាឃើញគាត់ថាគាត់ស្អាតអញ្ចឹងណាកុំគិតថាគាត់មិនទៅរកអេដគឺត្រូវតែមានទេចាវាអាចវាត្បាតយើងបើយើងប្រហែលយើងនឹងជីវិតយើងត្រូវទៅចប់ចាអញ្ចឹងយើងត្រូវចេះស្រឡាញ់ខ្លួនការពារខ្លួនឯងគឺយើងប្រើស្រោមអនាម័យ